អ្នកធ្លាប់ស្រមៃចង់រកឃើញទីក្រុងដែលបានបាត់បង់ដូចជាអាត្លង់ទីសឬអែលដូរ៉ាដូក្នុងជីវិតពិតទេអ្នកមិនអាចកើតទេអ្នកបុរាណនីតូនិងអ្នកផ្សងព្រេងនៅតែកំពុងស្វែងរកកាហ្វេអាវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតារដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតារហើយសរសេរពាក្យថាខ្ញុំចង់សាក នោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ទីក្រុងរឿងព្រេងនិទានដែលបានបាត់ខ្លួនពីផែនទីរបស់យើងប៉ុន្តែរស់នៅក្នុងទេវកថានិងអត្ថបទបុរាណព្រោះយើងទៅក្នុងទីក្រុងលះអាត់កំបាំងដ៏អស្ចារ្យទាំង7នេះជាមួយយើងទី1ទីក្រុងរឿងព្រេងនិទាន Eldorado អស់ជាច្រើនសតវត្សមកហើយអ្នករុករកបានស្វែងរកព្រៃនៃអាមេរិកខាងត្បូងសម្រាប់ទីក្រុងមាសដែលបានបាត់បង់នេះរឿងនេះរៀបរាប់អំពីស្ដេចមេអង្គដែលនឹងគ្របខ្លួនរបស់គាត់ដោយធូលីមាសហើយមុជចូលទៅក្នុងបឹងពិសិដ្ឋខណៈពេលដែលមនុស្សជាច្រើនឥឡូវនេះជឿថា Eldorado គឺជាពិធីមួយមិនមែនជាកន្លែងទេភាពទាក់ទាញនៃទីក្រុងមាសគឺខ្លាំងពេកសម្រាប់មនុស្សជាច្រើនក្នុងការបោះបង់ការស្វែងរកទី2អ៊ីរ៉ាមនៃសសរអាត្លង់ទិសនៃខ្សាច់បន្ទាប់មកយើងធ្វើដំណើរទៅកាន់វាលខ្សាច់នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីស្វែងរកអ៊ីរ៉ាមនៃសសរឬអាត្លង់ទិសនៃខ្សាច់ដែលបានរៀបរាប់ក្នុងគម្ពីរកូរ៉ានទីក្រុងដ៏អស្ចារ្យនេះត្រូវបានគេនិយាយថាជាឋានសួគ៌នៅលើផែនដីរហូតដល់ប្រជាជនខឹងសម្បារចំពោះព្រះហើយវាត្រូវបានលេបត្របាក់ដោយវាលខ្សាច់រូបភាពផ្កាយរណបមួយចំនួនបានបង្ហាញពីផ្លូវពាណិជ្ជកម្មបុរាណដែលចាក់ប្រេងឥន្ធនៈបង្ខំថាសសរខ្ពស់ៗរបស់អ៊ីរ៉ាមអាចនឹងលើកចេញពីខ្សាច់នៅថ្ងៃណាមួយទី3ទីក្រុងដែលបានបាត់បង់នីជេចុះយ៉ាងណាចំពោះទីក្រុងដែលបានបាត់បង់នៅទីនេះក្នុងអាមេរិកទីក្រុងដែលបានបាត់បង់នីជេដែលជាទីក្រុងបុរាណមួយដែលត្រូវបានគេនិយាយតៗគ្នាថាជ្រៅនៅក្នុងព្រៃត្រូពិចអាម៉ាស៊ូនអ្នករុករកជនជាតិអង់គ្លេស Percy Ferguson ជឿជាក់ថាគាត់បានរកឃើញផាត់តាំងនៃអរិយធម៌ព្រៃដ៏ទំនើបមួយគាត់បានបាត់ខ្លួននៅក្នុងឆ្នាំ1925ខណៈពេលដែលកំពុងស្វែងរកវាហើយជោគវាសនារបស់គាត់រួមជាមួយទីក្រុង Shade លើតែជាអាថ៌កំបាំងដ៏អស្ចារ្យបំផុតក្នុងមួយប្រវត្តិសាស្ត្រដែលមិនទាន់ដោះស្រាយបានទី4ដែនដីដែលបានបាត់បង់ Nili Yones បន្ទាប់មកមានដែនដីដែលបានបាត់បង់ Nili Yones នគរមួយដែលត្រូវបានគេនិយាយថាបានលេចនៅក្រោមរលកនៅឆ្នេរសមុទ្រ Cornwall ប្រទេសអង់គ្លេសគិតថាវាជាអាត្លង់ទីសរបស់ប្រទេសអង់គ្លេសដែនដីដ៏សម្បូរបែបដែលមានព្រះវិហារជាង140ដែលបានបាត់ខ្លួនក្នុងប្រយុទ្ធអ្នកនេសាទនៅតែអះអាងថាឮសំឡេងកណ្ដឹងព្រះវិហារនៅក្រោមសមុទ្រទី5សាំបាឡាយើងមិនអាចបំភ្លេចសាំបាឡានគរទេវកថាដែលលាក់ខ្លួននៅកន្លែងណាមួយក្នុងខេត្តម៉ាឡៃនៅក្នុងប្រពៃណីពុទ្ធសាសនាវាជាឋានសួគ៌ជាកន្លែងនៃសន្តិភាពនិងការត្រាស់ដឹងដែលនឹងបង្ហាញខ្លួនឯងដល់ពិភពលោកនៅពេលដែលមនុស្សជាតិត្រៀមខ្លួនរួចរាល់តើវាជាទីកន្លែងរូបវ័ន្តឬស្ថានភាពខាងវិញ្ញាណការស្វែងរកនៅថាបន្តទី6ទីក្រុងដែលបានបាត់បង់នៃកាឡាហារីនៅក្នុងវាលខ្សាច់កាឡាហារីរឿងនីតិនៅតែបន្តនៃទីក្រុងដែល